អាហារូបករណ៍រហូតដល់ទៅ500កន្លែងពីក្រសួងប្រៃសណីនិងទូរគមនាគមន៍កម្ពុជាបានត្រឡប់មកដល់ហើយសម្រាប់ឆ្នាំសិក្សា2025-2026នេះតើជាអាហារូបករណ៍អ្វីតើមានអត្ថប្រយោជន៍អ្វីខ្លះនិងមានជំនាញអ្វីខ្លះហើយនៅសាកលវិទ្យាល័យណាខ្លះដែរថ្ងៃនេះនាងខ្ញុំសូមចែករំលែកអំពីសេចក្តីជូនដំណឹងស្ដីពីការផ្ដល់ជូនអាហារូបករណ៍ទេពកោសល្យ Digital ដេជោថ្នាក់បរិញ្ញាបត្រចំនួន500កន្លែងសម្រាប់ឆ្នាំសិក្សា2025-2026ពីក្រសួងប្រៃសណីនិងទូរគមនាគមន៍កម្ពុជាអត្ថប្រយោជន៍នៃអាហារូបករណ៍និស្សិតជ័យលាភីនៃកម្មវិធីអាហារូបករណ៍ទេពកោសល្យ Digital ដេជោនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោមទី1គឺមានដូចជាកុំព្យូទ័រយួរដៃមួយគ្រឿងការរ៉ាប់រងថ្លៃសិក្សា 100% ដល់ចប់ថ្នាក់បរិញ្ញាបត្រដែលមានតម្លៃចាប់ពី$3,100ដល់$24,700អាមេរិកឱកាសទទួលបានការងារល្អនិងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួងស្ថាប័នឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេសនិងការជួយជ្រោមជ្រែងគាំទ្រពីក្រសួងប្រៃសណីនិងទូរគមនាគមន៍ដើម្បីជួយសម្រួលដល់ការសិក្សារយៈពេល4ឆ្នាំដោយជោគជ័យបងប្អូនសិក្សានុសិស្សអាចដាក់ពាក្យអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យា Digital ដេជោនៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន6ដែលជាដៃគូរបស់ក្រសួងប្រៃសណីនិងទូរគមនាគមន៍កម្ពុជាដូចខាងក្រោមបណ្ឌិតសភាបច្ចេកវិទ្យា Digital កម្ពុជា CADT ចំនួន200កន្លែងសម្រាប់ជំនាញដូចជាវិស្វកម្ម Software Engineering វិទ្យាសាស្ត្រទិន្នន័យ Data Science ពាណិជ្ជកម្ម Electronic E-commerce វិស្វកម្មទូរគមនាគមន៍និងបណ្ដាញ Telecommunications and Networking Engineering និងសន្តិសុខ Cyber Security វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន40កន្លែងសម្រាប់ជំនាញដូចជាវិស្វកម្ម Software Engineering និងវិស្វកម្មបញ្ញាសិប្បនិម្មិតនិងសន្តិសុខ Cyber AI Engineering and Cyber Security សាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន30កន្លែងសម្រាប់ជំនាញដូចជាវិស្វកម្មទូរគមនាគមន៍និង Electronic Telecommunications and Electronic Engineering វិស្វកម្មនិងវិទ្យាសាស្ត្រទិន្នន័យ Data Science and Engineering ព័ត៌មានវិទ្យា Information Technology និងវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន Information Technology Engineering សាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន10កន្លែងសម្រាប់ជំនាញដូចជាសេដ្ឋកិច្ចបច្ចេកវិទ្យា Digital Economy បច្ចេកវិទ្យាហិរញ្ញវត្ថុ Financial Technology និងសហគ្រិនភាពសកលនិងនវានុវត្តន៍ Global Entrepreneurship and Innovation សាកលវិទ្យាល័យអន្តរជាតិ Paragon International University ចំនួន20កន្លែងសម្រាប់ជំនាញដូចជាវិទ្យាសាស្ត្រកុំព្យូទ័រ Computer Science គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា Management of Information System និងរចនាប្លង់និងប្រព័ន្ធផ្សព្វផ្សាយ Digital Arts and Design និងសាកលវិទ្យាល័យអាមេរិកខាងភ្នំពេញ American University of Phnom Penh AUPP ចំនួន200កន្លែងសម្រាប់ជំនាញដូចជាការគ្រប់គ្រងព័ត៌មានវិទ្យាឬវិទ្យាសាស្ត្រកុំព្យូទ័រ Information Technology Management or Computer Science បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន Information and Communication Technology សន្តិសុខ Cyber Security បញ្ញាសិប្បនិម្មិត Artificial Intelligence ហេដ្ឋារចនាសម្ព័ន្ធ Digital Infrastructure ការអភិវឌ្ឍ Software Development ការវិភាគទិន្នន័យឬប្រព័ន្ធព័ត៌មាន Data Analytics or Information Systems និងការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម Interactive App Design and Development សម្រាប់ព័ត៌មានបន្ថែមសូមបងប្អូនសិក្សានុសិស្សទំនាក់ទំនងទៅកាន់លេខទូរស័ព្ទផ្លូវការរបស់ក្រសួងប្រៃសណីនិងទូរគមនាគមន៍កម្ពុជាផ្ទាល់តាមរយៈលេខទូរស័ព្ទ123ដោយឥតគិតថ្លៃសូមអរគុណបងប្អូនពុកម៉ែទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់សូមកុំភ្លេចជួយចែករំលែកវីដេអូនេះក៏ដូចជា mention មិត្តភ័ក្តិបងប្អូនកូនក្មួយដែលកំពុងតែសិក្សាថ្នាក់វិទ្យាល័យនិងទើបតែបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិនៅក្នុងវីដេអូនេះផងអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយទៀតពីនាងខ្ញុំសេងរស់សេដ្ឋាមុនី